បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីមុខងាររបស់អង្គបៀមខ្ជុះដែលនឹងបង្ហាញអំពី Quick Volume Function បាទសម្រាប់ Quick Volume Function យើងធ្វើការគណនាមាត្ររបស់ element មិនថា column wall ធ្នឹមកម្រាលខណ្ឌ element ផ្សេងៗគឺយើងអាចធ្វើបានទាំងអស់សម្រាប់ការប្រើប្រាស់បងប្អូនអាចមានពីរជម្រើសទី1បងប្អូនអាច select ទៅលើ element ដែលបងប្អូនចង់គណនាបាទដែលបងប្អូនចង់គណនាមាត្របន្ទាប់មកយើងចុចទៅលើ function quick volume អញ្ចឹង comment នឹងរ៉ាននេះថាអ្វីដែលបងប្អូន select មិញហ្នឹងមានមាត្រប៉ុន្មានម៉ែត្រគីបបាទឬមួយទៀតបងប្អូនអាច select លើ comment បាទបន្ទាប់មកយើងធ្វើការ select នៅ element ដែលយើងចង់បាទធ្វើការគណនាហើយយើងចុច finish បាទ comment នឹងធ្វើការគណនាបាទទៅលើសសរដែលយើងបាន select បាញ់មិញបាទឬក៏ element ផ្សេងទៀតនៅពេលដែលបងប្អូន select ទៅគឺយើងអាចបាទទាញទិន្នន័យភ្លាមសម្រាប់មុខងារនេះទៀតបងប្អូនអាចធ្វើការ add select បាទនេះយើង select បាន4ហើយយើង add select 2ទៀតហើយយើងចុច finish អញ្ចឹងវានឹងធ្វើការបូកថែមបាទបូកថែម element ដែលយើងបាន select បាញ់មិញយើងធ្វើការ add ថែមទៀតបាទគឺ comment នឹងធ្វើការ add បន្ថែមទៀតទៅតាមអ្វីដែលយើងបាន select ក្រៅពីហ្នឹងក៏យើងមាន select again បាទបានន័យថាយើងនឹង clear ទៅលើអ្វីដែលយើងបាន select ហ្នឹងយើងចាប់ផ្ដើមទៅ select អ្វីថ្មីទៀតបាទអញ្ចឹងបាទ 6.52 ម៉ែត្រគីបហ្នឹងគឺបេះទៅលើអ្វីដែលយើងបាន select ចុងក្រោយបាទហើយលើសពីហ្នឹងយើងក៏អាចធ្វើការ copy ទិន្នន័យបាទទិន្នន័យនេះយកទៅផាសនៅទីតាំងបាទណាក៏បានដែរអាចផាសលើ Excel ផាសទៅលើ Word បាទផាសទៅលើ Telegram chat អីហ្នឹងបងប្អូនអាចធ្វើការផាសបានដូចគ្នាបាទអញ្ចឹងអានេះយើងចុចមួយហើយបើសិនជាបងប្អូនចង់គណនាអបមកថាឥឡូវបងប្អូនចង់គណនាអក្សរអញ្ចឹងបាទយើង click លើអក្សរមួយមកហើយយើងវា shortcut IC ដែលយើងចូលទៅលើ category មួយហ្នឹងបាទអញ្ចឹងអានេះវាសិតតែសរសហើយយើងចុចបាទយើង select មុនក៏បានឬក៏ចាំ select ហើយបាទ run command ហើយមក select តាមក្រោយក៏បានដែរបាទអញ្ចឹងនេះជាមាត្រសរសរបស់យើងបាទយើងធ្វើការ copy ផាយបានបាទដូចមុនដែរបាទអាច select again បាទ select again យើងអាច select ទៅលើខាងលើនេះជាបាទក្រុមដំបូងទេបាទអញ្ចឹងវាអាចគណនាមាត្របានដូចគ្នាបាទយើងវាយ command HR មកវិញដើម្បីឲ្យវាចូលមកទីតាំងដើមហើយបាទ element ផ្សេងទៀតយើងធ្វើដូចគ្នាបងប្អូនគឺ command ហ្នឹងគណនាលឿនបាទលឿនមែនតើហើយបើសិនជាបងប្អូនចង់គណនាទាំងអស់ក៏បានដែរបងប្អូនបាទបងប្អូន select ទាំងអស់មកបាទឃើញដូចគ្នាជាមួយបងប្អូនចង់គណនាតែសរសរគ្រឹះយើងមាន select សរសរគ្រឹះយើងវា command IC បាទអញ្ចឹងនៅក្នុងហ្នឹងបងប្អូនចង់ select តែផ្នែកគ្រឹះហើយនឹង link ក៏បានឬក៏បងប្អូន select បាទគណនាទាំងអស់ក៏បានឬក៏បងប្អូនបាទគណនាយកតែសរសរគ្រឹះក៏បានបាទអញ្ចឹងអានេះវាលឿនមែនតើបាទសម្រាប់យើងរៀបចំសំទោសបាទសម្រាប់យើងរៀបចំតារាងបរិមាណអីបាទនៅពេលយើងមាន model ហើយគឺប្រៀបដូចជាមានទិន្នន័យនៅក្នុងដៃអញ្ចឹងបាទយើងអាចធ្វើការ copy ផាសបានដូចគ្នាបាទមិនថា element បាទ element ណាក៏ដោយក៏បងប្អូនអាចធ្វើបានដូចគ្នាបាទឥឡូវយើងសាកទៅលើកម្រាលខណ្ឌបាទអញ្ចឹងនេះសិតតែកម្រាលខណ្ឌយើងអាចគណនាបានដូចគ្នាបាទហើយទិន្នន័យសក្តិបងប្អូនហើយសូមបញ្ជាក់តិចទិន្នន័យទាំងអស់ហ្នឹងយើងអត់តបានមេគុណសំទោសអត់បានគិតមេគុណកំហាត់បងនៅឡើយទេអញ្ចឹងមានន័យថា save នៅក្នុង Revit មានប៉ុន្មានគឺវាបញ្ចេញមានឲ្យប៉ុណ្ណឹងបាទតកតងនឹងធ្នឹមអីបងប្អូនអាចធ្វើការគណនាបានដូចគ្នាបាទអញ្ចឹង comment quick volume ខ្ញុំសូមបង្ហាញប៉ុណ្ណឹងសង្ឃឹមថាបងប្អូនបាទចាប់បានហើយនឹងអាចងាយយល់ដែរបាទហើយបើសិនជាបងប្អូនត្រូវការបាទគាំទ្រស្នាដៃរបស់ខ្ញុំឬក៏ចង់បាទតំណែងជាវយកទៅប្រើប្រាស់បងប្អូនអាចទាក់ទងមកខ្ញុំតាម chat Facebook ឬក៏តាម Telegram បាទសូមអរគុណច្រើនបងប្អូន